អូខេបាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានបោះlaptop មួយគ្រឿងទៀតហើយបាទគឺ Asus VivoBook បាទហើយ430F ឥឡូវយើងទៅបើកប្រអប់ទាំងអស់គ្នាគេនៅក្នុងយើងឃើញមានម៉ាស៊ីន laptop មួយគ្រឿងដែលស្រស់ស្អាតបាទហើយយើងឃើញមានបាក់នាំពីហើយនៅខាងក្នុងគឺយើងមានឆ្នាំងសាកចំនួន1បាទអូខេឥឡូវយើងទៅដំឡើងទាំងអស់គ្នាបាទអូខេឥឡូវយើងអានបោកហើយមិញឥឡូវយើងធ្វើការដំឡើងវីដេអូចូលម៉ាស៊ីនថ្មីនេះទាំងអស់គ្នាបាទឥឡូវគឺយើងធ្វើការបកជាមួយនឹងស្រោខាងក្រៅបាទយើងឃើញនៅតួគឺធ្វើពីដែកណាបាទស្រស់ស្អាតមែនទែនអូខេនេះគឺជារូបរាងរបស់ Asus VivoBook បាទជាផ្នែកខាងលើជាផ្នែកខាងក្នុងបាទគឺមានហ្គេមពណ៌ក្រហមលាយជាមួយនឹងដែកinoxស្រស់ស្អាតមែនទែននេះគឺជាផ្ទៃនៃ keyboard យើងបំពាក់ទៅដោយ CPU Core i5 ចំនួនទី10បាទសុំតោះបាទចំនួនទី8ហើយនឹងមាន VGA NVIDIA GeForce ដាច់ចំនួន 2G ផងដែរនេះជារូបរាងនៅតែខាងនេះមានរុន microphone ហើយនឹងរុន USB HDMI Type C ហើយនឹងរុនសាកថ្មមួយដែរបាទហើយខាងឆ្វេងគឺមានតែរុន USB 2ហើយនឹង micro SD card មួយអរគុណច្រើនបាទជួបគ្នានៅវីដេអូក្រោយ